សួស្តីលោកគ្រូក៏ដូចជាសួស្តីបងប្អូនគ្នាខ្ញុំឈ្មោះម៉ៃហ៊ុនហើយចំពោះថ្ងៃនេះខ្ញុំសូមមកធ្វើការណែនាំអំពីរបៀបនៃការដំឡើង SSH server អញ្ចឹងជាដំបូងយើងត្រូវចូលទៅកាន់ software Oracle VirtualBox នេះតមកទៀតខ្ញុំធ្វើការ take snapshot នេះចឹងណាយើងដាក់ឈ្មោះវាមកថ្ងៃនេះយើងដាក់គឺចង់ដាក់ឈ្មោះក៏បានដែរ table យើងចុច OK បន្ទាប់ពីយើង take snapshot ហើយយើងចូលទៅកាន់ setting ដើម្បីកែ file network នេះយើងយក grid នេះមកពីកន្លែងនេះគឺយើងយក file នេះមកតទៀតយក log on ហើយយើងចុច OK អូខេឥឡូវបន្ទាប់ពីយើងកែ setting ហើយអស់យើងអាចចុច start ម៉ាស៊ីននឹងបានយើងធ្វើការរងចាំនេះដោយសារវា slow ឥឡូវយើងធ្វើការវាយ user ដើម្បី log in មកហើយ password អញ្ចឹងដំបូងយើងត្រូវវាយ sudo update សិនហើយយើងវាយ password យើងធ្វើការរងចាំឲ្យវាដើរបន្តិចសិនមកហើយបន្តទៀតយើងវាយ command sudo upgrade ម្ដងហើយយើងវាយ yes គេលើកទឹកយើងចូលតាមហើយយើង enter មកយើងចុច tab ហើយយើងធ្វើការ check ម្ដងទៀតថាយើង update អស់នៅហើយយើង upgrade វាម្ដងទៀតមកអូខេពេលវាចេញពាក្យដាននេះបានន័យថាយើងបាន update វារួចរាល់អស់ហើយអញ្ចឹងជំហានបន្ទាប់គឺយើងសួរថាយើងជាអ្នកគេ ONI អូខេតមកទៀតយើងទៅកាន់ line directory យើងឥឡូវនេះយើងអាចធ្វើការ install server SSH បានហើយអញ្ចឹងយើងធ្វើការវាយ command install មកយើងវាយ sudo apt install open SSH server
Thì dương giờ y sẽ small và bây giờ install rồi hả nhưng thuộc ca check mới bị active ởซึ่ง quay command nó cứ sudo system ctl status ssa okឥឡូវ server យើងវា running ហើយយើង quay command មួយទៀតមកគឺដើម្បី allow វាគឺ sudo ufw allow ssa ឥឡូវយើង quay command រួចហើយឥឡូវយើងធ្វើការចូលទៅកាន់ cmdនៅ command នេះទៀតគឺ ip a ដើម្បីយើងមើល IP address វាជានេះគឺជា IP address របស់ខ្ញុំហើយឥឡូវពេលយើងចង់មកកាន់ CMD យើងវាយ pin IP address យើងវាស្រួលហត់អូខេចឹងនេះហើយចេញប៉ុណ្ណឹងវាស្គាល់IP address របស់យើងហើយបន្ទាប់ពីនោះមកគឺយើងវាយចំពោះ command តគឺ ssa ហើយ user របស់យើងហើយយើង add IP address មក172 172 យើងថតមកឥឡូវយើងធ្វើការវាយ password ឥឡូវយើងបានចូលមកដល់កន្លែងយើងហើយចឹងឥឡូវនេះយើងធ្វើការសួរថាខ្ញុំណាគេអូខេហើយតទៅទៀតយើងមើលកន្លែង delete tree របស់យើងចឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណលោកគ្រូដូចជាអ្នកនរគ្នា